តាំងថ្ងៃនេះតនេចង់ជីដើរលេងផ្លូវនេះប្រហែលជាបងប្អូនធ្លាប់ស្គាល់ហើយណាផ្លូវនេះផ្លូវទៅភ្នំប្រសិទ្ធភ្នំរៀបផ្លូវ51ទៅតាមផ្លូវនឹងដូចគ្នាបងប្អូនផ្លូវនឹងឥឡូវគេធ្វើស្អាតហើយណាបងប្អូនកាលមុនអត់សូវស្អាតដូចឥឡូវហ្នឹងទេឥឡូវហ្នឹងគេធ្វើស្អាតហើយសងខាងហ្នឹងឥឡូវគេចាប់ផ្ដើមធ្វើបរិយព័ទ្ធជុំវិញហ្នឹងស្អាតមែនតើបងប្អូនផ្លូវទលាយល្អអញ្ចឹងសម្រាប់បងប្អូនណាដែលគាត់weekend នេះចង់ដើរលេងអីអាចមកលេងបានបងប្អូនព្រោះបងប្អូនមួយចំនួនប្រហែលជាគាត់ធ្លាប់ស្គាល់ភ្នំប្រសិទ្ធភ្នំរៀបសវោអីគេលក់ញ៉ាំបងប្អូនហើយទីតាំងនៅតំបន់ហ្នឹងម្ហូបក៏ធូរថ្លៃដែរម្ហូបធូរថ្លៃហើយម្ហូបឆ្ងាញ់ដែរបងប្អូនសម្រាប់បងប្អូនមួយចំនួនគាត់អត់ចង់ទិញម្ហូបអញ្ចឹងគាត់អាចដាក់ម្ហូបទៅខ្លួនឯងផ្ទាល់អញ្ចឹងណាដាក់ទៅញ៉ាំជួបជុំគ្នានៅក្នុងព្រោះនៅក្នុងវាមានភ្នំមានព្រៃមានធម្មជាតិអីស្អាតណាបងប្អូនទៅម្ដងអីគឺចាប់អារម្មណ៍មែនតើហើយនេះខ្ញុំថតឲ្យមើលនេះគឺកន្លែងទីតាំងថ្មីដែលគេកំពុងតែធ្វើណាបងប្អូននៅបើយើងទៅពីភ្នំពេញទៅគឺនៅខាងឆ្វេងដៃមានបឹងបួរព្រៃធម្មជាតិស្អាតមែនតើមានអារម្មណ៍ថាពេលដែលយើង stress ទៅយើងជិះឡានយ៉ាងទៅឃើញធម្មជាតិហ្នឹងទៅវារសាយតាមខ្យល់បើបាត់អស់ណាបងប្អូនទុកសោកអីវាទៅបាត់អស់ហើយយើងឃើញធម្មជាតិឃើញអីអញ្ចឹងសម្រាប់បងប្អូនមួយចំនួនណាដែល stress អីអាចជីដើរលេងចឹងបានបងប្អូននិយាយលេងណាតែគ្រាន់ថាវាក៏ជាថ្ងៃល្អដែរបើសិនជាបងចង់ជិះដើរលេងណាថ្ងៃចុងសប្តាហ៍ថ្ងៃអីព្រោះឥឡូវនេះគេធ្វើស្អាតគេអភិវឌ្ឍស្អាតណាបងប្អូនណាមើលតែផ្លូវដែលខ្ញុំជិះទៅឃើញស្រាប់ហើយឡងអាលងសិលហ្មងហើយសងខាងខ្ញុំនោះព័ទ្ធជុំវិញធម្មជាតិហ្មងឥឡូវជប់មួយសិនបងប្អូនយើងមកទិញពាក់គក់ផោះបងស្រីពាក់គក់គាត់ល្អបងពាក់គក់ផោះគាត់និយាយរួមទៅទូចមែនប៉ុន្តែស្រួយឆ្ងាញ់ហ៎បងគាត់ណាខំមួយម៉ាត់ទៅស្រួយសេះហ្មងនេះវីដេអូដែលខ្ញុំបញ្ចូលក្រោយណាពេលដែលខ្ញុំទិញហើយខ្ញុំបកញ៉ាំអូយឆ្ងាញ់មែនតើហើយទូថ្លៃបង1គីឡូតែហ្មងដូចជា4000នេះទេទូថ្លៃមែនតើហ្មងហើយពេលហ្នឹងបានយកអំបិលទៅណាបងបើបានយកអំបិលទៅចុចឆ្ងាញ់ហ្មងតែពាក់គក់នេះខ្ញុំគិតថាមិនបាច់ចាំចុចអំបិលក៏បានដែរបងប្អូនដោយសារពាក់គក់នោះវាផ្អែមស្រាប់បងប្អូនខំយើងបកសវកមួយមកយើងខំទៅនិយាយទៅខ្ទិះពេញមាត់ហ្មងគឺវាពិបាកនឹងរកនឹកថ្លែងបានណាបងប្អូនដែលចង់មកសាកអីមកសាកខ្លួនឯងព្រោះកុំឲ្យថាអូចេះតែអួតពាក់គក់គេមាន sponsor អីអត់ទេគឺវាឆ្ងាញ់ពិតមែនបងប្អូនយើងមិនចេះតែនិយាយរបស់ខ្មែរធម្មជាតិយើងនេះមើលខ្ញុំបង្ហាញបងប្អូនទូទេបងប្អូនតែឆ្ងាញ់មែនតើហ្មងណាខំមួយម៉ាត់ទៅសិតតែទឹកបងប្អូនសិតតែខ្ទិះខ្ញុំធ្លាប់ញ៉ាំពាក់គក់អាធំតែដល់ពេលញ៉ាំអាពាក់គក់ទូចនេះគឺឆ្ងាញ់ជាងអាពាក់គក់អាធំទៀតបងប្អូនពាក់គក់អាធំវាមានអារម្មណ៍ថាវាមានម្សៅច្រើនណាតែប្រភេទពាក់គក់នេះអត់ទេពាក់គក់នេះម្សៅផងវាអត់សូវមានបងប្អូនវាសម្បូរទឹកច្រើនជាងឆ្ងាញ់តែឆ្ងាញ់ចឹងបើចង់សាកអីអាចទៅសាកនៅភ្នំប្រសិទ្ធបានបងថ្ងៃសៅរ៍អាទិត្យអីនាំក្រុមគ្រួសារទៅដើរលេងទាំងអស់គ្នាទៅពិកនិចទៅឡើងភ្នំឬក៏ទៅញ៉ាំអីនៅភ្នំរៀបណាហើយផ្លូវដែរខ្ញុំថតឲ្យបងប្អូនមើលនេះប្រហែលជាបងប្អូនស្គាល់ហើយផ្លូវ51មានផ្លូវមួយបាត់ទៅស្ដាំដៃផ្លូវមួយទៀតបាត់ទៅឆ្វេងដៃតែនាងខ្ញុំបាត់មកឆ្វេងដៃព្រោះថ្ងៃហ្នឹងមានការងារចុះទៅមើលកន្លែងការងារមួយចំនួនណាបងប្អូនហើយក៏ឆ្លៀតថតវីដេអូជា blog មួយសម្រាប់ឲ្យបងបានមើលដែរឲ្យរំជើបរំជួលអារម្មណ៍បងណាដែលគាត់ចង់ដើរលេងនៅភ្នំរៀបភ្នំប្រសិទ្ធចឹងណាឲ្យឃើញវីដេអូហ្នឹងហើយគឺចង់មកលេងតែម្ដងចៃលេងបងប្អូនមានពេលណាតនេក៏មកទៅពេលថ្ងៃធម្មតាណាដែលមានបងប្អូនឯជួបជុំគ្នាក៏អាចមកលេងបានបងប្អូនមិនបាច់ចាំតែថ្ងៃសៅរ៍អាទិត្យទេត្រូវទេឲ្យតែយើងតនេយើងអាចបានដើរលេងបានតែទាំងអស់ហ្នឹងអូខេបងឥឡូវវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងហើយព្រោះទៅពីមុខទាំងមុខតទៅទៀតហ្នឹងដូចជាអត់មានធម្មជាតិអីសម្រាប់មើលទេមានតែផ្សារទេនេះផ្លូវចូលផ្សារបាត់ដឹងហើយជាបងប្អូននេះបានស្គាល់ហើយផ្លូវហ្នឹងណា
អូខេចាំមើលប្លុកក្រោយទៀតបើមានអីដំណើរកំសាន្តអីជិះឡានដើរលេងអីទៀតចាំថតឲ្យបងប្អូនបានមើលជាក់ស្ដែងទៀតណាអរគុណច្រើនជម្រាបលាជូនពរបងប្អូនសុខភាពល្អប្រកបរបរទទួលទានមានបានជួបតែសេចក្តីសុខគ្រប់ក្រុមគ្រួសារ